Ba videoនេះគឺខ្ញុំបង្ហាញពីការធ្វើក្បាលសសរបាទអញ្ចឹងយើងយក tool នេះមកបាទអញ្ចឹងຂະຫນាត់វាខ្ញុំយកបាទ40គុណជាមួយនឹង40ចឹងណាបាទអញ្ចឹង44ទឹកហ្នឹងណាបាទអញ្ចឹងអានេះខ្ញុំគូសនេះចោលទៅបាបធម្មតាបាទអញ្ចឹងខ្ញុំទាញកលៈវា10ចុះបាទអញ្ចឹងយ៉ាងនេះខ្ញុំអូសវាឡើងលើបាទខ្ញុំអូសខ្ពស់ប៉ុណ្្នឹងសិនបាទចានេះខ្ញុំទាញវា10ដែរ15ខ្ញុំយកវាធំជាងខាងក្រោមបន្តិចបាទខាងលើនេះខ្ញុំទាញចោលcác bạnបាទខ្ញុំទាញចោលឡើងលើអញ្ចឹងអានេះក្បាលអសរវាកម្ពស់ពីលើចុះក្រោមខ្ញុំយក20នេះកម្ពស់កន្លែងនេះណា20បាទអញ្ចឹងរូបរាងដំបូងគឺវាចេញមកអញ្ចេះសិនបាទចាំមកយើងចាប់ផ្ដើមធ្វើវាគូសធ្វើក្បាច់វាណាបាទអញ្ចឹងខ្ញុំប្រើຂະຫນាត់តិចចាបាទអញ្ចឹងខ្ញុំប្រើຂະຫນាត់វាមកខ្ញុំយកក្បាលលើវិញខ្ញុំយក6ក្បាលអាចយកដល់8ពេលខ្លះអញ្ចឹងណាបាទអានេះអាចនេះទូវាខ្ញុំយកត្រឹម3មកបាទត្រូវ3បាទចានេះខ្ញុំយក6ដែរបាទខាងក្រោមខ្ញុំយក3បាទអានេះខ្ញុំយក3បាទខ្ញុំយក3ទៀតអានេះខ្ញុំយក3មកទៀតបាទអញ្ចឹងຂະຫນាត់វាគឺយើងបានប៉ុណ្ណេះបាទយើងបញ្ជាក់ຂະຫນាត់ក៏បានដែរអញ្ចឹងຂະຫນាត់ពីលើចុះក្រោមយើងយក6បាទហើយទៅមកពីនេះយើងយក3ហើយខាងក្រោមនេះយក6ដែរពីនេះមកណានេះ6បាទនេះអញយក6ដែរបាទអញ្ចឹងខ្ញុំចាប់ដើមគូសຂະຫນាត់វាហើយមកបាទចាំប៉ុណ្ណេះមកបាទហើយតមកខ្ញុំយកមូលតិចមកហើយយើងធ្វើរាងកោងតិចមកវារាងម៉ូតអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះខ្ញុំគូសបាទអញ្ចឹងពេលបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមផ្ដាច់វាបាទអញ្ចឹងយើងលុបអានេះចោលវិញទៅលុបបន្ទាត់ណាយើងគ្រាន់គូសវាបឆោតទេពេលដែលចេះស្ដែងគឺយើងលុបចោលធម្មតាវិញបាទនេះវាចេញរូបរាងចេញមកបាទអញ្ចឹងយើងដើម្បីផ្ដាច់វាគឺយើង select ខាងលើមួយចោលបាទហើយបន្តមកយក tool មួយគឺដាក់ follow me កន្លែងសំខាន់ចុចវាពឹបមកហើយចុចលើកន្លែងនេះគឺវានឹងរត់កាត់នឹងបាទបាទអញ្ចឹងយើងមកមើលឃើញស្អាតបាទ